សួស្តីប្រិមត្តទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថា Army of One ដែលវាគឺជាសេរីរឿងមួយនិយាយអំពីបរិសុទ្ធស្ត្រី2នាក់ដែលបាននាំគ្នាទៅបោះតង់នៅក្នុងព្រៃដើម្បីស្វែងរកសេចក្តីសុខប៉ុន្តែក៏បានជួបជាមួយនឹងក្រុមជើងកាងចាប់ពួកគេទៅធ្វើបាបតែក្រុមជើងកាងនឹងអត់បានដឹងអំពីប្រវត្តិរបស់នារីជាប្រពន្ធនោះទេចឹងហើយនៅទីបំផុតក៏ត្រូវបាននារីម្នាក់នឹងសងសឹកយ៉ាងសាហាវដែលដំណើរស្អីរឿងគឺពិតជាល្អមើលនិងគួរចាប់អារម្មណ៍ខ្លាំងមែនទែនដែលមានជឿជាក់ថាបងប្អូននេះប្រកាសជាចូលចិត្តហើយចឹងហើយកុំឲ្យខាត់ពេលវែងឆ្ងាយទៀតយើងចូលទៅកាន់សេរីរឿងបែបសង្ខេបទាំងអស់គ្នាសេរីរឿងត្រូវបានចាប់ផ្ដើមឡើងជាមួយនឹងទស្សនវិជ្ជានៅតាមដងផ្លូវមួយដែលកំពុងតែមានបរិសុទ្ធស្ត្រីប្តីប្រពន្ធ2នាក់នាំគ្នាបើកឡានទៅធ្វើ vacation គេចចេញពីភាពស្មុគស្មាញបរិសុទ្ធជាប្តីមានឈ្មោះថា Dylan ហើយចំណែកប្រពន្ធនឹងមានឈ្មោះថា Brenner ពួកគេពិតជាធូរស្រាលខ្លាំងមែនតើនៅពេលដែលបានសម្រាប់ពីការងារទៅដើរលេងបោះតង់ក្នុងព្រៃលើភ្នំអីចឹងណាហើយបើអញ្ចឹងពីប្រវត្តិរបស់ពួកគេទាំងពីរវិញគឺមិនធម្មតានោះទេ Dylan គឺជាប៉ូលីសដ៏ជំនាញម្នាក់ចំណែក Brenner វិញក៏ជាអតីតទាហានដែលធ្លាប់ train ក្បាច់ដ៏សាហាវៗផងដែរតែកំពុងតែសប្បាយផ្អែមល្ហែមនៅតាមដងផ្លូវនឹងស្រាប់តែមានឡានរបស់ជើងកាងម្នាក់បានបើកមកឆាប Brina រួចហើយក៏បាននិយាយថាហេសួស្តីអូនសម្លាញ់បងសម្លាញ់អូនអញ្ចឹងណាជាយ៉ាងហើយគេក៏បានបើកឡានទៅពីមុខរបស់ឡាន Brina រួចហើយក៏បានរេចកោក្បាច់គ្វៀនដូចជាតង់អញ្ចឹង Brina ជាមួយនឹងប្តីបានត្រឹមតែសើចថាបែបហ្នឹងពិតជាកំ pl ែងខ្លាំងមែនទែនក៏បានបន្តដំណើរទៅមុខទៀតទៅមុខទៅក៏បានដល់ទីតាំងហាងលក់អាហារមួយអញ្ចឹងហើយពួកគេក៏សម្រេចចិត្តចូលទៅញ៉ាំអីនៅក្នុងហ្នឹងទៅដល់ហ្នឹងប្តីក៏បានចូលទៅក្នុងបន្ទប់ទឹកដើម្បីលាងសម្អាតរបួសដែលគាត់ទៅធ្វើការងារត្រូវគ្រាប់ត្រូវអីគាត់វះកាត់អញ្ចឹងណាហើយប្តីឡើងទៅនៅបន្ទប់ទឹកហ្នឹងប្រពន្ធក៏បានទៅអង្គុយលើតុចាំញ៉ាំអាហារមុនប៉ុន្តែអង្គុយមិនទាន់បានផឹកទឹកមួយកែវផងស្រាប់តែអាប៉ែបើកឡានមិញហ្នឹងបាននាំគ្នាមកអាប៉ែនឹងបានណែនាំខ្លួនថាគេមានឈ្មោះថា Butch គេមកនិយាយកតេកតើជាមួយនឹង Brenner អង្គុយគៀកគិតចិត្ត Brenner និយាយទៅធ្វើឲ្យ Brenner ខ្លាចក៏ដូចជាចាប់អារម្មណ៍គេណាប៉ុន្តែ Brenner មិនខ្វល់ពីគេនោះទេហើយនៅពេលដែលស្ថានភាពរៀងតឹងតែងទៅហើយ Dylan ក៏បានចេញមកហើយក៏បានឆ្លោះគ្នាជាមួយពួកហ្នឹងតែញ៉ៃញ៉ៃជាមួយប្រពន្ធរបស់គាត់សំឡេងតឹងសរសៃក៏រវាង Dylan ជាមួយនឹង Butch ក៏ត្រូវបានបន្លឺឡើងរហូតដល់ធ្វើឲ្យលោកយាយម្ចាស់ហាងហ្នឹងបានដើរចេញមកសម្រួលស្ថានភាពឲ្យក្មេងៗបំបីគ្នាទៅចឹងនៅពេលដែលក្រុមរបស់ Butch ដើរចាក់ចេញទៅបាត់ហើយលោកយាយនឹងក៏បាននិយាយថាឲ្យហៅគាត់ថាម៉ាំមកនៅកន្លែងហ្នឹងគ្រប់គ្នាហៅគាត់ថាម៉ាំហើយទូទៅអ្នកស្រុកភូមិហ្នឹងគេអត់សូវស្វាគមន៍ជនទេសចរជនថ្មីទេឲ្យតែប្លែកមុខគេមករករឿងអីចឹងហើយកុំមានអារម្មណ៍ថាប្លែកអីឲ្យអង្គុយញ៉ាំអាហារតាមស្រួលទៅពួកគេក៏បានបន្តអង្គុយញ៉ាំអាហារនៅកន្លែងហ្នឹងហើយបន្ទាប់ពីហ្នឹងទៅក៏បានចាក់ចេញពីហាងមួយហ្នឹងដើម្បីបើកឡានបន្តដំណើរទៅមុខទៀតពួកគេក៏បានចូលទៅក្នុងព្រៃយ៉ាងជ្រៅរហូតទៅដល់ចំការស្រល់ដ៏ស្រស់ស្អាតមួយក៏សម្រេចចិត្តបោះតង់នៅកន្លែងហ្នឹងចឹងហើយក៏បានចតឡានចុះទៅខាងក្រោមរៀបចំឲ្យបែបវ៉ាន់ដាក់តុដាក់ក្រែដាក់ឆ្នាំងដាក់ចក្រានហើយក៏បានជៀនសាច់ជៀនពងទាញ៉ាំជុំគ្នាយ៉ាងសប្បាយរីករាយប៉ុន្តែកំពុងតែសប្បាយហ្នឹងស្រាប់តែបន្តិចក្រោយមកមានប៉ូលីសស្រីម្នាក់មានឈ្មោះថា Jane បានបើកឡានមកជួបជាមួយពួកគេរួចហើយក៏បានដាស់តឿនពួកគេថានៅកន្លែងហ្នឹងគឺមិនសូវល្អប្រហែលទេនិយាយទៅគាត់និយាយដូចជាម៉ាំចឹងអ្នកភូមិហ្នឹងអត់សូវស្វាគមន៍ទេសចរចឹងហើយបើយល់ល្អឲ្យទៅរកកន្លែងផ្សេងទៅអ្នកទាំងពីរក៏បានអរគុណទៅកាន់ប៉ូលីសដែលបានយកចិត្តទុកដាក់មកដាស់តឿនពួកគេតែក៏មិនបានចាក់ចេញនោះទេនៅពេលដែលប៉ូលីសចាក់ចេញប្តីប្រពន្ធក៏ចាប់ផ្ដើមធ្វើសកម្មភាពបន្តទៀតពួកគេក៏បានរើអីវ៉ាន់ហើយក៏បានដើរតាមផ្លូវដើរឡើងភ្នំដើម្បីបែកញើសណាដើររហូតដល់រៀងល្ងាចហ្នឹងក៏ថាមានអារម្មណ៍ថាហត់ខ្លាំងចឹងហើយក៏គិតថាខ្ជិលបកក្រោយវិញណារកកន្លែងថ្មីទៅទៀតក៏ចុះគិតឡើងទៅ Brenner ក៏សម្រេចចិត្តបត់ឆ្វេងចឹងហើយក៏បានដើរទៅមកសបកស្រាប់តែមេឃក៏បានមកអត់ភ្លៀងពួកគេក៏បានរត់ទៅមុខស្រាប់តែបានប្រទះជាមួយនឹងផ្ទះមួយចឹងហើយក៏សម្រេចចិត្តចូលទៅសម្រាប់ក្នុងផ្ទះហ្នឹងដោយសារតែអត់មានមនុស្សនោះទេពួកគេក៏អាចចូលទៅក្នុងផ្ទះហ្នឹងបានតែថាតំណងនឹងចំណាយពេលមួយយប់ជាមួយគ្នាខ្លាំងមែនតើនឹងឲ្យចូលទៅដល់ស្ថានភាពក៏ចាប់ផ្ដើមក្តៅកកកប្តីប្រពន្ធក៏មានអារម្មណ៍ស្នេហាមួយគ្នាក៏ចាប់ផ្ដើមអោបថើបគ្នាចឹងទៅប៉ុន្តែបន្ទាប់ពីហ្នឹងទៅក៏ថាចាប់ផ្ដើមឆ្ងល់ពីផ្ទះហ្នឹងថាណាគេទុកផ្ទះនៅកណ្ដាលព្រៃហ្នឹងអត់នៅចឹងក៏បានដើរមើលក្លុកក្លៀតរុញចុះរុញឡើងមើលចុះមើលឡើងក៏បានឃើញបន្ទប់សម្ងាត់មួយដែលនៅក្នុងបន្ទប់មួយហ្នឹងគឺថាសុទ្ធតែកំភ្លើង Brenner ក៏បានហៅ Dylan មកមើល Dylan ឃើញហើយក៏ដឹងថាអូមិនស្រួលទេគឺជាបន្ទប់របស់ចៅក៏ថាបានដែរចឹងហើយត្រូវប្រញាប់ញ៉ាំចាក់ចេញទៅលឿនតែមិនទាន់បានចាក់ចេញទៅផងស្រាប់តែ Butch ក៏បានមកដល់ក៏បានវាយក្បាលរបស់ Dylan ឲ្យសន្លប់ហើយក៏ចាប់ Brenner យកទៅចងជាប់ទៀត Dylan ក៏របួសពេញខ្លួនត្រូវបានគេចងភ្ជាប់នៅលើកៅអីធ្វើអីមិនកើតនោះទេហើយក៏ត្រូវបាន Butch វាយគាត់ធ្វើទរណកម្មគាត់វាយគាត់ស្រែកពីហ្នឹងឯងតែ Butch ពិតជាសប្បាយចិត្តខ្លាំងមែនតើហើយ Brenner ប្រពន្ធអ្នកវិញក៏ធ្វើអីមិនកើតដែរបានត្រឹមតែស្រែកយំអាណិតប្តី Butch
ไว้ดีแลนมันมวยสบายก็เติบบานคณีระบบเกมเนี่ยนอมเกชินการใกล้หายกับบานปรับการเปิดอมปีดีแลนถ้าดีแลนคือเจียปริมาเนี่ยเอาไปจัดคลุนพ้องต่อไปดังถ้าดีแลนเจียปริหายกับบุชบานโจแต่จุดเหมือนดีแลนไว้หรือหายเกกับบานในใหญ่สมตัวดีแลนถ้าเกมันนักสมันถ้าดีแลนคือเจียปริโนเต้จังหายกรรมการเกไอเกจะลอมไวเลนจะโรได้ยัยแต่ใหญ่จังหายเกมันตะบานดอกเลนดีแลนน่ะกับบานติงกับเพลิงบันดีแลนสำหรับเจ้าให้บันตังเปลี่ยนเนอร์สำหรับเจ้าติดพ้องต่อไปจัดการอะไรไปปนง่ายกับบานเลิกเนี่ยตั้งปีดัดเลือล่างหรือหายกับบานเลิกแต่การกระโหลกมวยต่อมาเทียบกับบานเลิกสะสมระบบบรสตรีนั้นเหมาะเจ้าแต่การกระอมตื้อแต่ไฟดับบุกกี้มันบานดังมวยสะบกรอยหมอกปรินเนอร์กับบานเพียดึงโคลนลามาวิ่งโดยซาแต่กรอกกำเพลิงนั้นบันมันบานโจใส่เกนูเต้เกเนื้อรัวปรินเนอร์กับบานปัดไอไซจำนองได้หรือหายกับบานบอสกอตเจนบีมอดต่อมาเทียบกับบานแต่ใช้มือปได้เนื้อไปดังทับได้ระบบกอดสลับบาร์ไรก็กอดเปิดชื่อจับหนึ่งบินกลมหงเป็นโคลนแต่มาดงกอดกับบานเรียบจอมสะสมได้ระบบกอดยกสมัยยกไอมากรอบยังเต้หายไปต่อปีนังเต้ก็สำหรับจัดทานหนึ่งสองซักแต่เป็นนังเต้ประกลังกับบานเมอร์ดอลปรินเนอร์ก็จับดำสมัยด้วยการอัดตะกาลอมปีการเทรนระบบกอดมันเป็นทอมดานุเต้ทอบเทรนไว้ขณีเทรนยุทธศาสตร์เฮียนจีจ้านจังหายประกอบจีไอซองซักจมูกบนนังบาหน่อยต่อปีนังกับบานตีนไปถ่ายมุ้ยดาวโจขนมปริดำใบดิบจำมาปดจัดการปวดนังในขนมกระไรระบบบุชเนวิงคือทาปวดนังสดแต่เจียมาดูเข้าจนจัดบ่มเปลี่ยนสไลจับสไลยตะคมแข้งทัวตรุนกรรมเพลเพลยังเต้ให้ตามกับเต้ปวดเกนังเตยจีโกนใจระบบลูกใจมอมแดงอ้อคือทามัมจีเนี่ยกรบกรองในกระไรนังมัมปลาเอาเธอไอ้ปวดนังทัวนังนะให้มัมกับบานปรับปวดเกเอายำหาเรื่องเต้มันติดเตี้ยมีการเหยียดเฟ้อให้ก็สอบเป็นนังได้ปรินเนอร์กับบานเยอะปวดเท้าสมเลียงลมเปนเชอมุ้ยนังไอ้บานลมเปนเชอไอ้ก็จับดำทัวการงี้กับบานโจตะคงกระไรระบอบบุชให้บรอมเนี่ยดูอัดบานเดินครัวแน่ก็เตะบานปรินเนอร์ลุยไว้ชเหมาะจากกอดปีใบลมเปนถวยกอดสลับบานเต้ต่อมันติดปรินเนอร์กับบานโจตะมือข้างขนองแต่โดยซาแต่บานเคยมาดึกกอดกับบานดาวเริงมือตามขนมไพรเวิงเป็นนั่งกับบานเคยบรอมเนี่ยกับปงแต่ชื่อโนมจังให้ปรินเนอร์กับบานลุยวิชเหมาะเหาะจากกอดมวยกับบัดถวยสลับบานเต้มันเนี่ยติดลือสเปลงกับบานโจมอกปันแต่ก็มันบานไวชเนียปรินเนอร์นุเต้ใบจะเตะบานปรินเนอร์ไว้กอดดูโจตะข้างกราวจากกอดอ้อยระบัวหอยกับบานถวยเชิงระบบกอดบะพองได้แต่ปรินเนอร์มันบานสำหรับบรอมเนี่ยนุเต้โดยซาแต่จังไอบรอมเนี่ยนึงรถหอยกอดตามด่านจังนะมันเนี่ยนึงกับบานรถแต่การติดตั้งระบบบุชเชิงหอยกอดเตะบานปรินเนอร์ตามด่านเคยปรินเนอร์กับบานจะสั่งออกสายตามาเพลินนั่งนะนั่งไงเราไปแต่เคยตีตั้งแคลงอาวุธระบบบุชหอยปรินเนอร์กับบานหลับกรอยวิ่งรู้หอยกับบานเยอะเพลิงแต่ดอดตามสั่งแต่เกลียนั่งกับบานถวยแคลงมือน้องตู้หนังหอยใส่จกตุ้มมือน้องกับบานถวยกรมระบบบุชเคยปูเกียกับบานปัญญามาเรียบจำกำลังดำใบเตตัวเป็นเนื้อหอยก็สอบเป็นนั่งได้เมียนปลิมเนี่ยเตียดบานโจตะขนมไพรดำใบดาวเสิร์ฟกาจังนะหอยปลิมเนี่ยนั่งเมียนชัวทาฮอปส์โลกฮอปส์กับบานดาวแต่เมื่อตีตั้งบรรทุกมวยนั่งขณะได้ปรินเนอร์กับบานบรรทอตามดาวแปะบะเจอหนึ่งเตียดดาวแต่มุกมวยสะเบาะก็สลับแต่แปะนั่งบานจูบนี้จมูกลานระบบบุชมุดกับบานจอดลานหอยกับบานแต่เมื่อแปะนั่งตื้อเนี่ยนั่งกับบานปรับทำปรินเนอร์ในรั้วของวงตามสองสับปูเกยจังหายบุชกับบานประยับเจ้านวมมันเนี่ยนั่งลางเลือล่างดำใบบักเด็กตลอดกรอยฟิ้งปัตตานไปได้ปูเกลายใหญ่ๆนั่งปรินเนอร์ก็มีโอกาสโจตะพูดในขนมกูดลานระบบปูเกดังไอสมบัยแต่มันเทคกับบานเด็กปรินเนอร์แต่ดอลออฟฟิศระบบมัมแต่มาด้วยห้องแต่ดอลกับบานเรียบจำนวมขึ้นลางตะเลดำใบชีบาระบัวให้มัมในวิ่งปุดจีคังคลังเมนเทนคังบุชหนึ่งแต่มาดงในบ้านมันก็ปัญหาในการล่างหายถั่วไอโกนใจระบบกดสลับออกปีใบเนี่ยกอดกับบานปรับออยบุชดอสไรปัญหาหนึ่งไอเลื่อนบาสันจีมันจองไอกอดปีนี้ไอหนึ่งไอตามเปิดเติมมัมน้ำเหมือนแมนมัมแต่ชมูโนเต้คือกอดจีไม้ระบบเชิงกลางในจงวินตีกรองนั่งกอดมีนสายบันไดชรานะส่งใบแต่ผลิตส่งใบแต่ไอนั่งก็จีสายบันไดระบบกอดได้จังหายกอดกับบานแตะเติงปรับโกนใจระบบกอดมาเนี่ยเอาเสิร์ฟอมปีไปวัดระบบปรินเนอร์เป็นยังไงกับบานดังการเปิดทาปรินเนอร์มันทอมดานูเต้คือเจียเด็ดแต่เห็นต่อจำเนียนมาเนี่ยจังกอดเปิดจีบรามคลังเมนเทนแต่ปัจจุบันการกอดมีนสเตอร์จีปรินเนอร์ไอหนึ่งถ้วยกอดระบาดตุบโตเลยจังนะไอสอบเป็นยังได้ลูกปลีฮอปส์กับบานได้จลังตื้อกับบานเคยสะสมบรามเนี่ยได้ปรินเนอร์บานสำลับกอดกับบานแตะเติงแต่การที่นี่ระบบกอดอ่อยมาตรวจเป็นนัดจุ่มเคลียร์โดยแซ่แต่มีมนุษย์สลับประกอบจะมีเรื่องกิจกรรมเรื่องย่อยให้เนไปได้กอดกับพวกแต่เติงเคลียร์นั่งปรินเนอร์ในเว้นกว่ามันเลยสงีมรู้ได้ปรินเนอร์ก็จะประดามเรียบจอมแตะในขนมไพรเรียบจอมสำรวจเชอเรียบจอมไอด่านแตะในจมเว้นคล้วนกาเปียไข่โลมีเนี่ยมาลอยไว้เฉพาะเกี่ยปราณแตะหนึ่งดำใบต่อตังจังนะหายมวยสมบัติไกรโมกรมระบบโลกฮับส์กับบานมาดอลพวกเกี่ยกับบานตุดเป็นนักสะสมหนึ่งเตอก็ดังทันนั่งคือจีโกนใจระบบมัมตามมาไว้เด็กพวกเกี่ยทลบดังของปีมัมคือแถมมัมมันธรรมดาโนเต้คือชีมนุษย์แต่บินสายบันไดกรุบจรอนห่อแตงอ้อไอ้มัมนั่งกดมีนลอยมีนไอโศกปันเกโศกปันไอดำใบถวยจีโกนใจระบบกอดนะจังให้พวกเกี่ยจับรอมจังจูบมัมเลยพี่ต้อก็สำหรับจัดเตยจูบนี่จมูกน้องมัมก็บานจูนมนังมวยนั่งเตยการเจนผลิตไรพองได้แต่ไว้เด็กโปเกมอนดังนั่งคื
គឺថា Jane ក៏ត្រូវជាកូនចៅរបស់ Mum ដែរ Jane ក៏បានតែតាក់ទងមកកាន់ Mum ថាបន្តិចទៀតលោក Billy Hobbs នឹងទៅជួបមួយគាត់ឲ្យត្រៀមខ្លួនផងនឹងហើយ Mum ក៏បានត្រៀមខ្លួនរួចជាស្រេចក៏ដូចជាត្រៀមលេសដោះសារផងដែរចឹងនៅពេលដែលលោក Billy Hobbs មកដល់ក៏បានសួរអំពីកូនចៅរបស់គាត់ថាហេតុអ្វីបានជាស្លាប់ Mum ក៏បាននិយាយថាគាត់ពិតជាសោកស្ដាយកូនចៅរបស់គាត់ខ្លាំងណាស់ប៉ុន្តែឲ្យគាត់ធ្វើម៉េចបើម្នាក់នឹងគិតខ្លីទៅបញ្ចប់ជីវិតខ្លួនឯងនៅក្នុងព្រៃហ្នឹងគ្មានពាក់ព័ន្ធជាមួយនឹងគាត់គ្មានពាក់ព័ន្ធជាមួយរឿងចោរកម្មរឿងអីនោះទេនឹងហើយដោយសារតែគ្មានភស្តុតាងគ្មានអីច្បាស់លាស់លោក Billy Hobbs ក៏បានបញ្ចប់ការសម្ភាសន៍រួចហើយក៏បានត្រឡប់ទៅកាន់ office របស់គាត់វិញប៉ុន្តែ Mum ក៏បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការដើរទៅមួយជំហានទៀតនៅពេលយប់ហ្នឹង Mum ក៏បាននាំកូនចៅរបស់គាត់មកអង្គុយជុំវិញភ្នក់ភ្លើងដើម្បីឧទ្ទិសកុសលក៏ដូចជារលឹកទៅដល់អ្នកដែលបានស្លាប់ពួកគាត់ពិតជាសោកស្ដាយចំពោះកូនចៅនឹងខ្លាំងមែនទែនហើយក៏បានរៀបចំគម្រោងដើម្បីសងសឹកផងដែរប៉ុន្តែគម្រោងហ្នឹងវាដូចជារៀងខុសបន្តិចដោយសារតែបាននាំគ្នាផឹកស្រាជ្រុលណាអ្នកខ្លះក៏បានសន្លប់ដេកលក់ទៅហើយ Bush បន្ទាប់ពីស្វឹងប៉ោឡាយហើយក៏បានត្រឡប់ចូលក្នុងបន្ទប់វិញអត់បានដឹងថា Brenner បានទៅចាប់នោះទេអញ្ចឹងក៏ត្រូវបាន Brenner វាយឆ្មក់គេបានព្យាយាមវាយតតាំងជាមួយនឹង Brenner វិញតែដោយសារតែស្វឹងគ្មានគីឡូជាមួយនឹង Brenner នោះទេនៅទីបំផុត Brenner ក៏បានចាក់ជើងក៏ដូចជាចាក់ករបស់គេរហូតដល់ធ្វើឲ្យគេស្លាប់បានសម្រេច Brenner សម្លាប់អប៉ិហ្នឹងហើយក៏រៀងធូរចិត្តបន្តិចដោយសារអប៉ិហ្នឹងគឺជាអ្នកបាញ់សម្លាប់ដីរបស់គាត់ណាប៉ុន្តែគេត្រូវតែសងសឹកទៅមុខបន្តទៀតសងសឹកដល់មេខ្លោម៉ាំហ្នឹងតែម្ដងក៏បានអស់សាកសពរបស់ Bush យកទៅលាក់នៅកលៀតមួយហើយបន្ទាប់ពីហ្នឹងទៅក៏បានត្រៀមខ្លួនចូលទៅខាងក្នុងទៀត Brenner ក៏បានចាំដល់ព្រឹកស្រាប់តែកលេចមើលចុះឡើងទៅក៏បានឃើញពួកហ្នឹងបានយកស្រីដែលពួកគេធ្វើបាបហ្នឹងយកទៅឃុំឃាំងនៅក្នុងបន្ទប់មួយ Brenner ក៏បានតាមឃើញបន្ទប់មួយហ្នឹងហើយក៏អាណិតនារីទាំងអស់គ្នានឹងខ្លាំងមែនទែនក៏សម្រេចចិត្តថានឹងជួយពួកហ្នឹងឲ្យរត់គេចក៏បានតែយកកត្រៃដ៏ធំមួយទៅកាត់ច្រវាក់កន្លែងហ្នឹងជួយពួកហ្នឹងចេញមកខាងក្រៅប៉ុន្តែថាពួកហ្នឹងដោយសារត្រូវបានគេធ្វើទរណកម្មឲ្យក៏អត់ចង់រត់នោះទេតើតែ Brenner បង្ខំទើបព្រមរត់ហើយរត់ចេញទៅបានបន្តិចហ្នឹងនារីម្នាក់នោះដោយសារបាក់ស្បាត់ខ្លាំងពេកក៏បានស្រែករត់ទៅក៏បានលឺទៅដល់ក្រុមអ្នកយាមពួកហ្នឹងក៏បានភ្ញាក់ដេញបាញ់ពួកគេក៏បានបន្តរត់ទៅខាងមុខប៉ុន្តែគ្រាប់កំភ្លើងក៏បានបាញ់ចំនារីម្នាក់ឲ្យស្លាប់បាត់ទៅនៅសល់2នាក់ទៀត Brenner ជាមួយនឹងនារីម្នាក់ដែលមានឈ្មោះថា Emily ក៏បានបន្តតតាំងជាមួយពួកហ្នឹង Brenner ក៏បានតឡាតគប់ក្បាលបែកនោះចំមួយក្បិតឲ្យស្លាប់រួចហើយក៏បានរត់ចូលទៅខាងក្នុងនាំ Emily ចូលក្នុងព្រៃបានសម្រេចហ្នឹងហើយពួកគេមានសុវត្ថិភាពក្នុងព្រៃហ្នឹងហើយខណៈដែល Mum នៅវិញក៏ត្រូវបានកូនចៅបញ្ជូនព័ត៌មានអំពីការវាយឆ្មក់មួយហ្នឹងគាត់ពិតជាឈឺចាប់ខ្លាំងមែនទែនដែល Bush កូនសំណប់ចិត្តរបស់គាត់នឹងបានស្លាប់ហើយបន្ទាប់ពីមើលសាកសពរបស់កូនចៅគាត់ហើយគាត់មិនអាចទ្រាំបានទីនោះទេចឹងហើយក៏បានប្រាប់គ្នារបស់គាត់ឲ្យប្រើប្រាស់ធនធានដែលគាត់មានទាំងអស់ប្រើប្រាស់ទាំងមនុស្សប្រើប្រាស់ទាំងឆ្កែទាំងអីឲ្យចូលក្នុងព្រៃចាត់ការ Brenner ឲ្យបាននឹងមិនមកអង្គយូរពួកនឹងក៏បាននាំគ្នាកែនតបរួចហើយក៏បានចូលក្នុងព្រៃប៉ុន្តែអត់បានដឹងនោះទេថា Brenner បានរៀបចំតាក់រងចាំពួកគេហើយចូលទៅជួបមួយ Brenner មិនទាន់បានប្រមាណផងក៏ត្រូវបាន Brenner ប្រោះអន្ទាក់ចាក់ពោះសម្លាប់បានម្នាក់អ្នកទៀតចូលមកដល់ក៏ត្រូវបាន Brenner បាញ់មួយកំភ្លើងឲ្យស្លាប់ចឹងដោយសារតែពិបាកវាឆ្មក់ខ្លាំងពេកពួកគេក៏បានបកក្រោយវិញហើយ Brenner ជាមួយនឹង Emily ក៏មានឱកាសសម្រាកនៅក្នុងព្រៃនឹងដូចគ្នាពួកគេក៏បានទៅរកត្រីរួចហើយក៏បានអង្គុយអាំងត្រីដើម្បីញ៉ាំនៅក្នុងពេលរាត្រី Emily ពិតជាធូរស្រាលក្នុងចិត្តខ្លាំងមែនទែននៅពេលដែលមាន Brenner នៅក្បែរគេមានអារម្មណ៍ថាមានសុវត្ថិភាពចឹងហើយក៏បានបើកចិត្តនិយាយរឿងសម្ងាត់មួយប្រាប់ទៅកាន់ Brenner ថាតាមពិតទៅគេមានកូនហើយកូនជាមួយនឹងអាប៉ែ Bush ដែលបានរំលោភគេនៅផ្ទះរបស់ Mum នឹងឯងគេពិតជាបារម្ភខ្លាំងមែនទែនតែមិនមែនបារម្ភពីខ្លួនឯងនោះទេគឺបារម្ភពីកូននឹងថាតើនឹងមានអនាគតបែបណាដែរ Brenner ក៏ព្យាយាមលួងលោមគេកុំឲ្យគេបារម្ភអីរួចហើយក៏បានឲ្យគេសម្រាកទៅតែបន្ទាប់ពីនឹងទៅព្រឹកឡើងក៏បានមកដល់ក្រុមរបស់ Mum ក៏បានចូលមកក្នុងព្រៃនឹងទាំងស្ងាត់ Brenner អត់បានដឹងនោះទេចឹងឡើងតែទៅរកម្ហូបនឹងក៏ Emily នៅតែឯងត្រូវបានពួកនឹងចាប់បានតែមិនទាន់បានប្រមាណផង Brenner ក៏បានដឹង Brenner ក៏បានដេញតាមវាយឆ្មក់បាញ់សម្លាប់ពួកនឹងជួយសង្គ្រោះ Emily បានសម្រេចហើយពេលនឹងដែរ Billy Hobbs ក៏បានមកដល់ភ្លាមតបានធ្វើអីផងក៏ត្រូវបានចោលបាញ់ត្រូវរបួសដួលចុះទៅខាងក្រោមតែ Brenner ក៏បានជួយបាញ់សម្លាប់បែកនឹងជួយសង្គ្រោះបានទាំងប៉ូលីសទៀតតែពេលនឹងធារីទាំងពីរនាក់ក៏បានគ្រាលោកប៉ូលីសដើម្បីចាក់ចេញតែនៅពេលដែលទៅដល់រៀងព្រៃជ្រៅបន្តិចហើយក៏ Brenner បានប្រាប់ថាបើតនៅជាមួយគ្នាទៀតអញ្ចឹងប្រកាសជាស្លាប់ទាំងអស់គ្នាហើយចឹងហើយឲ្យបំបីគ្នាឲ្យលោកប៉ូលីសនឹងទៅពួននៅកន្លែងសុវត្ថិភាពទៅទុកឲ្យគេពីរនាក់ដើរទៅតាមមាត់ស្ទឹងដើម្បីគេចខ្លួនណាហ្នឹងហើយបន្ទាប់ពីចែកជើងគ្នាហើយក៏អ្នកទាំងពីរនោះបានដើរទៅដល់មាត់ស្ទឹងមែនទៅដល់ដើរចូលដល់ឡើងទៅក៏បានឮសំឡេងឡានចឹងហើយក៏បានទៅភ្ជង់ឡាននឹងឲ្យឈប់ចៃដន្យខ្លាំងមែនតើនឹងគឺជាឡានរបស់ប៉ូលីសស្រី Jane ពួកគេអត់ដឹងថាប៉ូលីសក្បត់ឯណាក៏សប្បាយចិត្តខ្លាំងមែនតើនៅពេលដែលឃើញប៉ូលីសចឹងហើយក៏បានប្រញាប់ប្រញាល់ចូលក្នុងឡានរបស់ប៉ូលីសដើម្បីប៉ូលីសដឹក
ទៅសម្រាប់នឹងឲ្យដោយសារអស់កម្លាំងខ្លាំងពេកតាំងពីយប់មកពួកគេមិនតាន់បានប្រមាណផងក៏បានដេកលក់អត់បានដឹងថា Chen បានបើកដឹកពួកគេទៅកាន់ office របស់ Mom នោះទេនៅពេលដែលភ្ញាក់ដឹងខ្លួនទៅវិញក៏បានឃើញខ្លួនឯងនៅ office របស់ Mom ត្រូវបានគេចាប់ជាប់ហើយចូលដល់ខាងក្នុង Emily ក៏ព្យាយាមប្រាប់ថាខ្លួនមានកូនជាមួយនឹង Butch ហើយឲ្យប្រណីគេផងប៉ុន្តែ Mom ខ្វល់ពីរឿងកូនអីប្រមាណនោះទេក៏បានឲ្យកូនចៅចាប់ Emily ទៅខាងក្រៅហើយចំណែក Brenner វិញត្រូវបានគេចាប់ចងដៃទាំងសងខាងហើយក៏បានព្យួរទៅខាងលើពួកគេគិតថាថ្ងៃស្អែកនឹងចាត់ការទៅកាន់ Brenner ណាហើយនៅពេលល្ងាចហ្នឹងគេក៏បានដោះលែង Emily ឲ្យ Emily ហ្នឹងយកអាហារមកឲ្យ Brenner ញ៉ាំប៉ុន្តែចូលមកដល់ Emily ក៏មានល្បិចក៏បានប្រើប្រាស់កាំបិតចាក់អ្នកយាមកន្លែងហ្នឹងសម្លាប់ចោលបាត់ទៅហើយតមកទៀតក៏បានទៅកាត់ចំណន់ Brenner ឲ្យរួចខ្លួន Brenner រួចខ្លួនស្រួលដៃស្រួលជើងហើយក៏បានចេញទៅខាងក្រៅប្រើប្រាស់កាំបិតមួយចាក់កាប់សម្លាប់ជាមួយនឹងកូនចៅរបស់លោកយាយ Mom ចាក់សម្លាប់ពួកនឹងអស់ជាច្រើននេះប៉ុន្តែនៅចុងក្រោយហ្នឹងក៏មានបញ្ហាដោយសារតែ Mom បានប្រើប្រាស់កាំបិតភ្ជង់ករបស់ Emily ជាប់ហើយក៏បានគំរាម Brenner ឲ្យទម្លាក់អាវុធចុះបើសិនជាមិនចង់ឲ្យ Emily ស្លាប់ Brenner ពិតជាស្ទាក់ស្ទើរខ្លាំងមែនទែនហើយកំពុងតែបែរអារម្មណ៍ហ្នឹងស្រាប់តែមានបរមអ្នកបានវាឆ្មក់គេពីខាងក្រោយគេឡើងតែបតែបន្ទាប់ជាមួយនឹងប៉ែមួយហ្នឹងសម្លាប់ប៉ែហ្នឹងហើយក៏បានក្លែកមកវិញគាត់ថាយឺតពេលបាត់ទៅហើយដោយសារតែ Emily ត្រូវបានលោកយាយ Mom ប្រើកាំបិតវះកសម្លាប់ចោលបាត់ហើយគេពិតជាអាណិត Emily ជាមួយនឹងកូនខ្លាំងមែនទែនប៉ុន្តែធ្វើអីមិនកើតនោះទេដោយសារតែអស់កម្លាំងខ្លាំងហើយក៏សម្រេចចិត្តចាក់ចេញក៏បានចូលក្នុងឡានមួយបើកត្រឡប់ទៅស្រុកកំណើតវិញទៅបន្ទាប់ពីហ្នឹងសាច់រឿងក៏បានកាត់ទៅ3ខែក្រោយមក Mom ហ្នឹងក៏បានរស់នៅយ៉ាងសុខសាន្តអត់មាននរណាមកធ្វើអីញ៉ៃៗគាត់នោះទេប៉ុន្តែនៅក្នុងថ្ងៃមួយនៅម៉ោង 11:19 នាទីហ្នឹងគាត់ក៏បានទទួលសារពីជនមិនស្គាល់មួយថា Judgment Day យាយបិសាចយាយក៏ឆ្ងល់បដ ாய் ថាណាគេផ្ញើសារមកឲ្យគាត់អត់ដឹងថា Emily កំពុងតែប្រើប្រាស់កំភ្លើង snap មកគាត់នោះទេចឹងហើយនៅពេលដែលគាត់រៀបចំផឹកតែហ្នឹងគាត់ត្រូវបាន Emily ដាក់គាត់ចំថ្ងាសឲ្យស្លាប់បាត់ទៅហើយនៅទីបំផុតបេសកកម្មរបស់ Emily ក៏ទទួលបានជោគជ័យគេសម្លាប់មេខ្លោងក្រុមជើងកាងសងសឹកប្តីរបស់គេបានហើយចឹងហើយក៏បានរៀបចំឲ្យបានចូលក្នុងឡានបើកត្រឡប់ទៅស្រុកវិញដោយអារម្មណ៍ធូរស្រាលហើយសាច់រឿងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចហ្នឹងដូចគ្នាតែនេះបងប្អូនទាំងគ្នាសាច់រឿងមួយហ្នឹងក៏មានតែប៉ុណ្្នឹងនឹងឯងវាគឺជាសាច់រឿងដ៏ទំនើបមួយនិយាយអំពីនារីម្នាក់តាមសងសឹកក្រុមជើងកាងឲ្យប្តីរបស់គាត់ហើយមានសង្ឃឹមថាបងប្អូនទាំងគ្នានឹងចូលចិត្តមកកាន់សាច់រឿងមួយហ្នឹងទៅចុះហើយពិតជាអរគុណច្រើនខ្លាំងមែនទែនដែលបានតាមដានស្ដាប់វីដេអូមួយនេះរហូតដល់ចប់យើងចាំជួបគ្នាក្នុងវីដេអូក្រោយៗទៀតសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយបាយ